ខ្ញុំមិនបន្ទោសប៉ុន្តែទង្វើរបស់បងហ្នឹងវាជាមេរៀនដែរជាមេរៀនមួយថាឃើញក្រុមបពប្រឆាំងពេលដែលនៅស្រុកខ្មែរគេធ្វើអីយើងអត់បានទេដល់ពេលមកដល់ស្រុកអាមេរិកគេចាប់ផ្ដើមយករលទ្ធភាពសងសឹកគំនិតគេខឹងយើងពេកគេអត់ដឹងធ្វើអីបាននៅស្រុកខ្មែរព្រោះយើងសក្រុមគ្នាឯងអញ្ចឹងគេគិតថាអញ្ចឹងគេមិនខ្ញុំមិនចោទថាបងជាមនុស្សរបស់គណៈបព្វជិជនប៉ុន្តែទង្វើរបស់បងហ្នឹងគឺវាធ្វើឲ្យគេចោទបានណាបងម្ដងទៀតគេថាអីថាទៅកុំធ្វើឲ្យត្រូវដូចគេចោទដល់ពេលចោទបានទៅបងចាប់ផ្ដើមខឹងខ្លួនឯងឥឡូវខាងសំទោសវាកាំងបន្តិចខ្ញុំក៏មានសារទៅដល់បងប្អូនឥឡូវមុននឹងដល់សារបងប្អូនគណៈបព្វប្រឆាំងខ្ញុំនិយាយពីសាររបស់លោកសុយសុភាពដែរថ្ងៃនេះគាត់ត្រឡប់ទៅប្រទេសកម្ពុជាវិញមុនកាលកំណត់ព្រោះអីគាត់គ្រោងទៅថ្ងៃ15ទេប៉ុន្តែឥឡូវទៅថ្ងៃ4នេះបានន័យថា11ថ្ងៃមុនកាលកំណត់ហើយគាត់និយាយថាគាត់លាទៅស្រុកខ្មែរវិញនេះគឺជំរាបលាប្រជាធិបតេយ្យវិលទៅរកសន្តិភាពវិញសម្បីតែសាររបស់លោកនឹងក៏នៅតែឌឺដងដែរប្រជាធិបតេយ្យវិលទៅរកសន្តិភាពវិញក្រោយវិសមកាល10ថ្ងៃនៅសហរដ្ឋអាមេរិកលោកថាខ្ញុំចាក់ចេញពីសហរដ្ឋអាមេរិកមុនការកំណត់ព្រោះបារម្ភពីសុវត្ថិភាពដោយមានជនពាលមួយក្រុមតាមគម្រាមកំហែងអាស្រ័យហេតុនេះទើបប្អូនរបស់ខ្ញុំដែលជាអ្នកធានាបង្ខំឲ្យខ្ញុំចាក់ចេញដោយម្ដាយនិងភរិយានឹងចាក់ចេញតាមកាលកំណត់ចឹងបានឲ្យគាត់ទៅមុនទុកឲ្យម្ដាយនិងភរិយាទៅថ្ងៃទី15បានវិលទៅប្រទេសកម្ពុជាវិញឃើញសារខ្ញុំសោកស្ដាយដែរដែលគាត់មកមិនបានសេចក្តីសុខហើយខ្ញុំនិយាយនេះគឺចង់និយាយថាបងប្អូនគណៈបព្វប្រឆាំងខ្ញុំឃើញបងប្អូនផ្ញើសារដូចថាពេលដែលលោកសុយសុភាពមកអីចឹងហ្នឹងគឺទៅតាមរកសំណក់មួយក្បាលអីចឹងភាសាអស់ហ្នឹងវានិយាយទៅវាជាការស្រាយកំហឹងមែនហើយវាមិនមានអីដែលថាទៅដកចេញអាកំហឹងបងប្អូនវាគួរតែឈឺចាប់ហើយនិយាយពាក្យពេចន៍គ្រូតគ្រៀតអសរោះជាងហ្នឹងអីផងប៉ុន្តែបងប្អូនប្រើអញ្ចឹងទៅវាធ្វើឲ្យអាគំនុំហ្នឹងវាអត់ចប់ហើយវាស្ដាប់ទៅវាដូចជាវាជ្រៅហើយដល់ពេលហើយលោកសុយសុភាពមកចោទថាយាយីពួកគាត់គម្រាមកំហែងរហូតដល់គាត់ដាក់ប្តឹងអីអញ្ចឹងឃើញរឿងហ្នឹងអត់ចប់ហើយរឿងហ្នឹងគឺកាន់តែវែងទៀតតែបងប្អូនអានេះជាបទពិសោធន៍ជាមេរៀនទាំងអស់គ្នាខ្ញុំជឿថាលោកសុយសុភាពពេលទៅប្រទេសកម្ពុជាវិញក៏លោកយល់ថាការទទួលស្វាគមន៍លោកនៅសហរដ្ឋអាមេរិកនេះពិបាកណាស់ហើយតែពិបាកដូចខ្ញុំជម្រាបអញ្ចឹងវាប៉ះពាល់ដល់អាកិច្ចខិតខំប្រឹងប្រែងរបស់លោកចង់នាំអង្គខ្មែរចង់នាំផលិតផលស្អីកសិផលអីបាទសូមទោសបងប្អូនអ៊ីនធឺណិតថ្ងៃនេះដូចជាបាទសូមទោសបងប្អូនអ៊ីនធឺណិតថ្ងៃនេះដូចជាធ្វើទុកខ្ញុំបន្តិចដល់ពេលនិយាយពីរឿងប្រសិទ្ធប្រសាទនេះទៅវាចិត្តតែរអាក់រអួលសូមអធិស្ឋានតែខ្ញុំចង់និយាយថាសំណូមពរដល់បងប្អូនខាងគណៈបព្វប្រឆាំងខ្ញុំគ្រប់គ្រងនៅមនសិការការស្រឡាញ់ជាតិនិងការតស៊ូដើម្បីផ្លាស់ប្ដូរឲ្យមានជាប្រជាធិបតេយ្យមានសិទ្ធិមនុស្សមានអីត្រឹមត្រូវនៅប្រទេសកម្ពុជាខ្ញុំគោរពនៅគណោបការៈនិងគេហៅមនសិការនេះណាប៉ុន្តែបងប្អូនក៏គួរតែកាត់បន្ថយអារិភាពរបៀបដូចថាយើងផ្លូវទៅធ្វើយើងធ្វើឲ្យប៉ុន្តែកន្លែងមួយចំនួនគឺយើងរកវិធីដូចថាផ្លូវកណ្ដាលហ្នឹងឲ្យបានច្រើនការនិយាយស្ដីអីហ្នឹងគឺយើងកាត់បន្ថយការជេរបន្តិចគ្នាខ្ញុំយល់ថាបងប្អូនខឹងអ្នកដែលគ្រប់គ្រងគណៈបព្វជិជនប៉ុន្តែយើងរកវិធីណាមួយឲ្យមានសិលធម៌ឲ្យច្រើនជាងហ្នឹងព្រោះអីយើងកំពុងតែធ្វើឲ្យប្រជាពលរដ្ឋខ្មែរជ្រើសរើសរវាងអ្នកដែលបាតផ្សារពាលាពាលដែលជាខុសសនិករបស់គណៈបព្វជិជនហើយនិងគណៈបព្វប្រឆាំងដែលជាទីសង្ឃឹមរបស់ពួកគេប៉ុន្តែបើទីសង្ឃឹមនឹងប្រកបដោយសកម្មជនសុទ្ធតែមកជេរបតិចផ្ដាសាដូចជាបងសង្ឃឹមដូចអីអញ្ចឹងតើឲ្យគាត់សង្ឃឹមអីណាសង្ឃឹមលើឆន្ទៈមនសិការស្រឡាញ់ជាតិល្អហើយវាជារឿងធំធេងហើយប៉ុន្តែហេតុអីក៏យើងមិនដូចថាអូសទូកុំអោយល្អានចាប់ត្រីបានកុំអោយល្អទឹករកវិធីណាថ្លៃធ្នូសិលធម៌ទៅយើងនៅតែអាចនិយាយបានទេខ្មែរយើងមានគុណធម៌សិលធម៌ណាវិធីដោះស្រាយបញ្ហាមានច្រើនបែបហើយបើឆ្កែខំកុំខំឆ្កែបើយើងខំឆ្កែយើងឆ្កែដែរហើយបងប្អូនអញ្ចឹងកុំទៅខ្ញុំមិនចោទបងប្អូនថាជាសត្វធាតុខ្ញុំគ្រាន់តែប្រៀបធៀបអញ្ចឹងយើងម្នាក់បន្តិចហើយម្ដងទៀតគឺជាបទពិសោធន៍ទាំងអស់គ្នាបងលោកសុយសុភាពថានឹងនាំអង្គនាំផលិតផលខ្មែរខ្ញុំពេញចិត្តណាពូចង់បានផលិតផលខ្មែរចង់គ្រប់គ្រងបើសិនជាបងសុយសុភាពនៅតែប្រកាន់ជំហរដដែលរបៀបសរសេរព័ត៌មានគ្រប់គ្រងរដ្ឋាភិបាលផ្កាប់មុខហើយវាយប្រហារបពប្រឆាំងដោយអ្វីដែលបងសុភាពធ្លាប់ធ្វើឲ្យមិនកែប្រែអ្នកណាក៏ដោយដែលនាំអង្គមកតាមបងសុយសុភាពនឹងផលិតផលខ្មែរនឹងបរាជ័យហើយខ្ញុំនិយាយនេះខ្ញុំនិយាយយកតែប៉ុនទេព្រោះខ្ញុំស្គាល់ចិត្តខ្មែរយើងនៅក្រៅប្រទេសនេះច្បាស់ណាស់ចង់គ្រប់គ្រងប៉ុន្តែអត់ចង់ឲ្យអ្នកណាជាប់និន្នាការនយោបាយគណបកប្រជាជនកម្ពុជាមកលក់បានចំណេញអីព្រោះខ្លាចយកអាលុយហ្នឹងយកទៅបង្ក្រាបសកម្មជននៅឯស្រុកខ្មែរជាពិសេសសកម្មជនគណបកប្រឆាំងអញ្ចឹងដើម្បីទិញទឹកចិត្តប្រជាពលរដ្ឋនៅស្រុកអាមេរិកនេះបានគឺជួយគ្នាឲ្យមានចំណុចកណ្ដាលឲ្យច្រើនឲ្យប្រជាពលរដ្ឋស្រឡាញ់យើងហើយឲ្យហ៊ានរិះគន់រដ្ឋាភិបាលខ្លះផងកន្លែងណាធ្វើខុសវាមិនដែលគេមើលឃើញ100ខុសហើយយើងមើលទៅឃើញត្រូវទាំង100ទេលោកសុយសុភាពក៏ដឹងខ្លួនឯងដែរកុំដូចថាតាពេលយើងត្រូវគ្រប់រឿង
វាជ្រុលចាំបានថាបើសិនជាពិបាកពេកឈប់ធ្វើជាអ្នកសារព័ត៌មានទៅធ្វើរបរកសិកម្មអាជីវកម្មស្អីផ្សេងទៅខ្ញុំជឿថាសមត្ថភាពលោកសយសុភាពរស់មួយជីវិតមិនបាច់ធ្វើជាអ្នកសារព័ត៌មានអីក៏បានដែរដូចគ្នានឹងអ្នកបាតផ្សារមួយចំនួនទៀតហ្នឹងទៅរកអីផ្សេងទៅកុំមកបំផ្លាញវិស័យហ្នឹងតែប៉ុណ្្នឹងទេឲ្យបើធ្វើថ្លឹងខ្លែងខ្លះទៅយើងឲ្យមានសរសើរខ្លះមានបង្អាប់ខ្លះមាននិយាយរិះគន់ខ្លះមាននិយាយអីឲ្យត្រូវខ្លះចឹងទៅណាកុំថាចឹងបានខ្ញុំចង់និយាយថាខ្ញុំសប្បាយចិត្តបើសិនជាចង់យកអង្គយកផលិតផលខ្មែរមកស្រុកអាមេរិកប៉ុន្តែកុំយកតាមបងសយសុភាពឲ្យសោះព្រោះបើយកមកគឺដឹងហើយយ៉ាងហោចណាស់គឺបងសេរីសុខុមនឹងដើរអត់ទៅទិញអីវ៉ាន់នៅក្នុងហ្នឹងហើយហាងហ្នឹងអ្នកណាទៅនាំគ្នាជួយគ្រប់គ្រងអង្គដោយលោកសយសុភាពលើកទឹកចិត្តអីនាំមកមិនស្រួលអាចត្រូវរ៉ែរបស់បងសុខុមទៀតអាហ្នឹងអញ្ចឹងហើយបើសិនជាលោកសយសុភាពដូរចិត្តមកនិយាយអីអញ្ចឹងគ្រប់គ្រងឬក៏ចំហកណ្ដាលអីខ្លះខ្ញុំជឿថាបងសេរីសុខុមខ្លួនឯងហ្នឹងក៏ងាកទៅសរសើរនឹងគ្រប់គ្រងវិញចាក់ជាមិនខានពួកខ្ញុំស្គាល់ចរិតរបស់គាត់ហើយដូចភ្លឺចម្បាំងអញ្ចឹងដាក់ភឹបឆេះវឹបហ្មងប៉ុន្តែគាត់ជាមនុស្សគេហៅថាឆាប់ទៅវិញដែរតែពេលអីទៅបាត់ទៅវិញទៅហើយតែយ៉ាងណាបងប្អូនបងសេរីសុខុមបានហើយបងកុំយកមួងណារ៉េតជាកម្មវត្ថុនៃព័ត៌មានអីបានហើយខ្ញុំអត់ចង់ល្បីដូចបងទេខ្ញុំសុំជារាសាមញ្ញធម្មតាបានហើយខ្ញុំនៅតែគោរពបងទេខ្ញុំមិនទៅចោតប្រកាន់ចាប់ទោសអូដំណើរបងអីទេខ្ញុំគ្រាន់តែអាណិតអាសូរបងទៅវិញថាហេតុអីបានជាទៅជាអញ្ចឹងហេតុអីបានជាយកវិធីជេរបចោបតិចផ្ដាសាគ្នាហែកសរងអញ្ចឹងចាស់ទុំយើងជាគំរូដល់ក្មេងចំនួនក្រោយណាបងក៏មានកូនមានចៅទៅទៀតយើងសាកគិតមើលតើបើកូនចៅបងបានស្ដាប់បងតើគេនឹងចេះពាក្យនឹងប៉ុណ្ណាគេយកទៅជេរបចោយើងវាខូចពូជយើងណាបងពូជខ្មែរយើងល្អណាស់ចឹងកុំឲ្យខូចពូជយើងនាំគ្នាជួយថែម្នាក់តិចទៅបងណាសមានចិត្តមនសិការបងស្រឡាញ់ជាតិហ្នឹងទុកទៀតថែទៅបងខ្ញុំគោរពមនសិការហ្នឹងគឺអ្នកណាលួចពីបងសង្គមក៏មិនបានតែបថយអាការជេរបចោគេបន្តិចទៅបងណាខឹងគេប៉ុណ្ណាក៏មានវិធីផ្សេងដែរយើងធ្វើបានតាយើងចាំបាច់តែជេរនោះបងវាមានវិធីច្រើនណាស់បងបាទឥឡូវខ្ញុំស្លេះទៅកន្លែងតែវល់រឿងបេញរ៉ែហ្នឹងខ្ញុំត្រូវតែបកស្រាយខ្លះព្រោះអីវាពិបាកពេកទៅចិត្តដែរបងប្អូនហើយខ្ញុំម្ដងទៀតខ្ញុំនិយាយនេះគឺក្នុងន័យថាចង់ឲ្យគណៈបកប្រឆាំងហ្នឹងក៏ល្អទៅហើយបន្តការងារទៀតខ្ញុំគ្មានទៅនិយាយដើម្បីមើលងាយវាយប្រហារអីអស់លោកទេអត់ទេឥឡូវចូលដល់ព័ត៌មានទី3គឺតកតងនឹងក្រសួងការបរទេសកម្ពុជាថាកម្ពុជាគិតគូរខ្ពស់ណាស់រឿងជំរុញឲ្យដោះលែងទាហានខ្មែរតែមិនព្រមប្តឹងថៃទៅតុលាការអន្តរជាតិណាមួយសោះនេះគឺជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថ្ងៃនេះព្រោះអីគាត់ថាអញ្ចេះម្សិលមិញមិនមែនថ្ងៃនេះទេម្សិលមិញក្រសួងការបរទេសថាមានវិស័យសារព័ត៌មានអីហ្នឹងគេសួរច្រើនតកតងនឹងការដែលបន្តឃុំខ្លួនទាហានខ្មែរហ្នឹងឥឡូវគាត់ដាក់ចេះសេចក្តីថ្លែងការណ៍ចុះថ្ងៃទី3ខែធ្នូគាត់ថាដើម្បីឆ្លើយតបទៅនឹងការសាកសួរពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយនិងសាធារណជនជាច្រើនស្ដីពីស្ថានភាពយោធិនខ្មែរចំនួន18រូបដែលប្រទេសថៃកំពុងបន្តឃុំឃាំងខ្លួននោះអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិសូមផ្ដល់ព័ត៌មានបច្ចុប្បន្នភាពដូចតទៅអស់រយៈពេល127ថ្ងៃហើយគិតចាប់តាំងពីយោធិនទាំង18រូបត្រូវបានចាប់ខ្លួនដោយខុសច្បាប់កាលពីថ្ងៃទី29ខែកក្កដាដូចគ្នានេះដែរគឺអស់រយៈពេល127ថ្ងៃហើយដែលរដ្ឋាភិបាលកម្ពុជាបន្តខិតខំប្រឹងប្រែងឥតស្រាកស្រានដើម្បីជំរុញយុទ្ធនាការដោះលែងយោធិនរបស់យើងទាំងអស់នេះតាមគ្រប់មធ្យោបាយការទូតដែលអាចធ្វើទៅបានរួមទាំងការតាក់ទងផ្ទាល់ជាមួយប្រទេសថៃការពិគ្រោះយោបល់ជាមួយមេដឹកនាំក្នុងតំបន់និងអន្តរជាតិការសម្របសម្រួលជាមួយអង្គការអន្តរជាតិដែលពាក់ព័ន្ធគណៈកម្មការកាកបាទក្រហមអន្តរជាតិដែលរដ្ឋាភិបាលបានបន្តតាក់ទងធ្វើការជាមួយយ៉ាងជិតស្និទ្ធតាំងពីដំបូងមកក៏បានផ្ដល់ការគាំទ្រតាមទូនីតិរបស់ខ្លួនក្នុងការធានាឲ្យយោធិនរបស់យើងកំពុងស្ថិតក្នុងការឃុំខ្លួននោះបានទទួលនូវការគោរពសិទ្ធិស្របតាមច្បាប់មនុស្សធម៌អន្តរជាតិហើយក្រុមគ្រួសារទាំងអស់គ្នាក៏បានទទួលដំណឹងពីសុខទុក្ខរបស់ពួកគាត់ជាប់ជាប្រចាំដែរគណៈកម្មការកាកបាទក្រហមអន្តរជាតិក៏បានបញ្ជាក់ពីការត្រៀមខ្លួនគាំទ្រធ្វើមាតុភូមិនិវត្តយោធិនទាំងអស់ផងដែរមានតែប៉ុណ្្នឹងបងប្អូនក្រសួងការបរទេសយើងគឺមានតែយកដៃដុតចឹងប៉ុន្តែទាហានយើងគេចាប់ដោយខុសច្បាប់ជាចំណាប់ខ្មាំងហេតុអីមិនដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬក៏យន្តការតុលាការណាមួយធ្វើត្រូវហើយ127ថ្ងៃខ្ញុំសូមសរសើររដ្ឋាភិបាលកម្ពុជាទាំងក្រសួងការពារជាតិផ្ញើសាររាល់ថ្ងៃដាក់ទៅថ្ងៃនេះថ្ងៃ126ថ្ងៃនេះថ្ងៃ127តាំងថ្ងៃទី1មកមិនបោះបង់មិនទាត់ចោលគិតគូរចាស់ហេតុអីក៏មិនដាក់ប្តឹងខ្ញុំពុំតែឆ្ងល់តែប៉ុណ្្នឹងទេតែខ្ញុំដឹងថាគាត់ធ្វើហើយប៉ុន្តែរឿងប្តឹងហ្នឹងគឺអត់ប្តឹងគេចាប់យើងដោយខុសច្បាប់ជាចំណាប់ខ្មាំងចាស់ហេតុអីក៏មិនប្តឹងថៃបាទបងប្អូនទៅសួរក្រសួងការបរទេសគេសួរថារឿងហ្នឹងក៏អត់ដឹងថាណាគេដែលសួរក្រសួងការបរទេសទេថាហេតុអីក៏មិនប្តឹងថៃទេមកទៅអ្នកសារព័ត៌មានហ្នឹងសូមជួយផ្ញើសំណួរហ្នឹងទៅពួកគាត់ផងហេតុអីបានជាមិនប្តឹងថៃបើថៃចាប់ខ្លួនទាហានយើងដោយខុសច្បាប់បាទឥឡូវនេះគឺសូមស្លេះរឿងហ្នឹងប៉ុណ្ណឹងហើយអូជាពាក់ច្រើនណាស់បងប្អូនអើយរឿងវីសាហ្នឹងគឺខាងរដ្ឋាភិបាលកម្ពុជានឹងលែងយកវីសាឲ្យចិនចូលកម្ពុជាដោយសេរីចាប់ពីខែ
មិថុនាឆ្នាំក្រោយទៅគាត់ប្រកាសពីឥឡូវទៅហើយគឺក្រសួងការបរទេសកម្ពុជាហ្នឹងប្រកាសថាចាប់ពីនិយាយទៅអនុវត្ត4ខែបានន័យថាម៉េចពីខែមិថុនាឆ្នាំក្រោយ2026ដល់ខែតុលា4ខែហ្នឹងចិនដែលចូលមកស្រុកខ្មែរភ្ញៀវទាំងអស់ហ្នឹងគឺអត់យកវីសាទេគឺដើរគឺថាចូលមកដោយស្រួលតែម្ដងក្នុងន័យហ្នឹងខ្ញុំជឿថាឯករដ្ឋាភិបាលចង់តាក់ទាញភ្ញៀវចិនដែរព្រោះយើងដឹងហើយថាបើអត់មានភ្ញៀវចិនគឺវាសេដ្ឋកិច្ចយើងក៏លំបាកដែរព្រោះភ្ញៀវបរទេសណាក៏មិនបានទៅប្រទេសកម្ពុជាទៀតដែរដោយសារតែរឿងបញ្ហាព្រំដែនបញ្ហាផ្សេងអីហ្នឹងដែលកើតឡើងហើយដូច្នេះនេះគឺជាយន្តការរបស់រដ្ឋាភិបាលនៅក្នុងការបើកជើងមេឃឲ្យចិនចូលមកដោយសេរីដោយមិនចាំបាច់មានវីសាជាការល្អដើម្បីលើកទឹកចិត្តឲ្យមានភ្ញៀវចិនមកហើយប៉ុន្តែមានបងប្អូនមួយចំនួនខ្វល់ថាការលើកមុនមានវីសាមានអីមកអាម៉េចនៅបកបញ្ហារឿងចិនរឿងអនឡាញហ្នឹងសុទ្ធតាក់តងចិនទាំងអស់បង្កបញ្ហាបំពុលទុកប្រជាពលរដ្ឋខ្មែរនឹងរហូតដល់ឥឡូវដោះស្រាយអត់ទាន់បានផងព្រោះមជ្ឈមណ្ឌលជួញដូរឆបោកអនឡាញហ្នឹងពាក់ព័ន្ធរឿងចិនហ្នឹងស្ទើរតែ 90% ហើយចុះឥឡូវទៅឯណាមកទៀតចឹងដូចទឹកបាក់ទំនប់ចឹងកំពុងបារម្ភអញ្ចឹងទៅបងប្អូនយើងមិនទៅខាត់ខាំងរដ្ឋាភិបាលអីអានេះជាការសម្រេចរបស់គេហើយសង្ឃឹមថាជាការដែលលើកទឹកចិត្តឲ្យមានភ្ញៀវទេសចរចូលសំទោសខ្ញុំថាក្រសួងការបរទេសនោះមិនមែនគឺជាក្រសួងទេសចរទេដែលផ្សាយគេហៅថាការដាក់ឲ្យអនុវត្តសាកល្បងលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនឆ្នាំ2026នោះបាទឥឡូវតាមពិតទៅវីសាហ្នឹងវាមិនអស់ថ្លៃអីប្រហែលដូចវីសាអាមេរិកអីទេបើសិនជាមិនចាំបាច់បើកទៅទេឲ្យ free ហ្នឹងក៏ចិនបើចង់មកលេងហ្នឹងមកបានស្រួលតែដូចតែធម្មតាហ្នឹងបាទព័ត៌មានបន្តទៀតគឺខ្ញុំផ្សាយពីព័ត៌មានពីអាមេរិកទៅម្ដងបងប្អូនព្រោះជាពាក់ច្រើនពេកតាក់ទងនឹងរឿងលោកVladimir Putin គាត់ពមៀនអឺរ៉ុបថានឹងធ្វើសង្គ្រាមជាមួយនឹងអឺរ៉ុបដោយសារតែការបន្តរាវឆានឆាឆៅកិច្ចខំប្រឹងប្រែងរបស់រុស្ស៊ីនិងអ៊ុយក្រែនក្នុងការកសាងសន្តិភាពឲ្យមានបទឈប់បាញ់អឺរ៉ុបខ្លាំងមែនតើហ៊ានគម្រាមសំទោសរុស្ស៊ីខ្លាំងមែនតើហ៊ានគម្រាមអឺរ៉ុបធ្វើសង្គ្រាមជាមួយប្រទេសអឺរ៉ុបណាមួយក៏បានថាណាក៏បានចូលមកបើចង់ថាអញ្ចឹងណាហើយក្នុងន័យនេះគឺគាត់ចង់និយាយថាកុំលូកដៃតាមពិតវាជារឿងមួយដែលក្អាកក្សលដែរដែលលោកពូទីនហាក់បីដូចជាមានអំណាចឥឡូវទៅវាទីដល់អឺរ៉ុបហើយអឺរ៉ុបគឺគេការពារអ៊ុយក្រែនព្រោះអីអត់ការពារអាមេរិកទេដែលគ្រប់គ្រងឲ្យអ៊ុយក្រែនកាត់ដីឲ្យរុស្ស៊ីដើម្បីដោះដូរសន្តិភាពតែអឺរ៉ុបអត់ធ្វើអញ្ចឹងឯងឲ្យអ៊ុយក្រែនជាអ្នកសម្រេចខ្លួនឯងហើយអ៊ុយក្រែនសម្រេចអត់កាត់ដីអីអញ្ចឹងណាក្នុងន័យហ្នឹងឯងដែលពូទីនគាត់ខឹងតែយ៉ាងណាឥឡូវនេះគឺក្រៅតែពីពូទីនលោកត្រាំឯនេះវិញគឺកំពុងតែរងរដ្ឋបាលគាត់រងការចោទប្រកាន់ពីជនរងគ្រោះដែលក្នុងយុទ្ធនាការបាញ់ឬថាទម្លាក់គ្រាប់ទៅលើទូកដឹកដែលឈ្មោះជួញដូរគ្រឿងញៀនហ្នឹងគឺសម្លាប់មនុស្សអស់ប្រហែលជិត100នាក់ហើយដឹង80នាក់ជាងហើយគឺបាញ់សម្លាប់នៅទិលដែនដូចជានៅវេណេស៊ុយឡាអញ្ចឹងណានៅក្នុងហ្នឹងគឺជនរងគ្រោះគេចោទប្រកាន់លោក Donald Trump និងរដ្ឋបាលនេះថាប្រព្រឹត្តរំលោភសិទ្ធិមនុស្សហើយប្តឹងនៅ Washington DC គឺរដ្ឋធានី Washington តែម្ដងដើម្បីរកយុត្តិធម៌មិនដឹងថារឿងនេះយ៉ាងម៉េចទេព្រោះអីការដែលបាញ់សម្លាប់មនុស្សពីអាកាសតាក់ទងនឹងការសង្ស័យថាជួញដូរគ្រឿងញៀននេះគឺរងការរិះគន់ច្រើនដែរព្រោះអីទៅថារំលោភក្នុងដែនអធិបតេយ្យឬក៏រំលោភសិទ្ធិមនុស្សអីចឹងចាំមើលតើរដ្ឋបាលលោកត្រាំដោះស្រាយយ៉ាងណាបងប្អូនយើងនឹងតាមដានបន្តទៅទៀតហើយព័ត៌មានបន្តមួយទៀតនេះគឺតាក់ទងនឹងគណៈបកប្រឆាំងរបស់សហរដ្ឋអាមេរិកគឺក្រមប្រជាធិបតេយ្យមានតំណាងរាស្ត្រគាត់កំពុងតែដាក់ធ្វើសេចក្តីស្នើច្បាប់ទប់រដ្ឋបាលលោកត្រាំកុំឲ្យបណ្ដេញចៅក្រមអន្តោប្រវេសន៍លឿនឬផុយដូចដកស្ពៃពេកបាទនេះដោយសារតែមួយរយៈកន្លងមកនេះគឺរដ្ឋបាលលោកត្រាំនឹងបញ្ជាឲ្យដកចៅក្រមអន្តោប្រវេសន៍ច្រើនមែនតើដែលធ្វើឲ្យចៅក្រមថ្មីចូលមកហ្នឹងហាក់បីដូចជាកាចចង់និយាយចេះមកដែលដាក់គ្រប់គ្រងគណៈបកសាធារណរដ្ឋរបស់លោកត្រាំហ្នឹងដែលចូលជំនួសហ្នឹងដូរខាងចៅក្រមដែលភាគច្រើនជាចៅក្រមដែលជាកូតារបស់គណៈបកប្រជាធិបតេយ្យអីចឹងឬក៏អ្នកដែលគ្រប់គ្រងជនអន្តោប្រវេសន៍ដកដូចស្ពៃដែលចឹងទៅធ្វើឲ្យមានការរំលោភបំពានសិទ្ធិសេរីភាពរបស់ជនអន្តោប្រវេសន៍ច្រើនអញ្ចឹងតំណាងរាស្ត្រយ៉ាងហោចណាស់ពីររូបរបស់គណៈបកប្រជាធិបតេយ្យនឹងបានដាក់សេចក្តីស្នើច្បាប់នេះហើយមិនដឹងថាបានផលយ៉ាងណាយើងចាំមើលតទៅទៀតព្រោះអីសភាជាន់ទាបក៏លោកត្រាំគ្រប់គ្រងសភាជាន់ខ្ពស់គឺប្រសិទ្ធភាពក៏លោកត្រាំគ្រប់គ្រងសម័យនេះគេរៀងពិបាកបន្តិចដោយសារតែសម្លេងហ្នឹងវាលើសលប់នៅទាំងសភាទាំងពីរថ្នាក់ណាបងប្អូនអញ្ចឹងមានព័ត៌មានអីថ្មីខ្ញុំនឹងបន្តជម្រាបជូនបងប្អូនបន្ថែមទៀតតែយ៉ាងណានៅសល់ព័ត៌មានចុងក្រោយពីរទៀតគឺតាក់ទងនឹងរឿងវប្បធម៌អន្តរាគមនៅតែឆេះងុំក្នុងសង្គមខ្មែរបាទនេះគឺជាការបិទបញ្ចប់ព័ត៌មានថ្ងៃនេះតាមពិតទៅយកបង្អែមខ្មែរយកមកបិទនៅចុងក្រោយនោះវាមិនសមទេតែដោយសាររឿងវាច្រើនពេកច្បោកច្បល់គ្នាអញ្ចឹងខ្ញុំក៏យកមកផ្សាយទៅហើយចេះតែពាក់ព័ន្ធគ្នាទាំងអស់ចឹងបញ្ចប់នេះគឺខ្ញុំនិយាយថាវប្បធម៌អន្តរាគមនៅតែឆេះងុំក្នុងសង្គមខ្មែរនេះខ្ញុំចង់លើកឡើងពីចំណុចមួយដែលថាមកដល់ពេលនេះហេតុអីបានជាសង្គមខ្មែរនៅតែដឹកនាំរបៀបដឹកនាំរដ្ឋបែបអាណាធិបតេយ្យបែបនេះដដែលខ្ញុំនិយាយអំពីវប្បធម៌អន្តរាគមនៅឆេះងុំក្នុងសង្គមខ្មែរហ្នឹងគឺជាករណីរបស់លោកតានកឹមសួរ
ហើយនឹងលោកផៃវណ្ណៈដែលថ្មីនេះបងប្អូនបានដឹងហើយណារឿងនេះតាមពិតវាគួរតែចប់ទៅហើយប៉ុន្តែវានៅរៀលដាលច្រើនទៀតដោយសារតែលោកតាន់កំសួរហ្នឹងចាប់ផ្ដើមវាយប្រហារប្រមាថការទៀនខ្ញុំមិនមែនជាអ្នកដែលជាគេហៅថាព័ត៌មានទេប៉ុន្តែវាយប្រហារបែបនេះគឺខ្ញុំគាត់ថាជាសិលធម៌ចង់អប់រំណែនាំព្រៀនប្រដៅគាត់ខ្លះដែរព្រោះខ្ញុំនិយាយទៅលោកតាន់កំសួរនេះអាយុមិនច្រើនទេប្រហែលជាអាយុប្រហែលកូនប្រុសច្បងរបស់ខ្ញុំទេដូច្នេះក្មេងណាស់ហើយខ្ញុំអត់ចង់ឲ្យក្មេងដែលជាទំពាំងស្នងរស័យទៅស្អុយលលួយបែបនេះខ្ញុំចង់តែដាស់តឿនអប់រំហើយខ្ញុំនិយាយបែបនេះគឺដោយសារអីប្រជាពលរដ្ឋច្រើនណាស់រិះគន់តាក់ទងនឹងអន្តរាគមមិនរករកប៉ូលីសឬក៏យន្តការច្បាប់ណាហើយបែរទៅជារកអន្តរាគមពីថ្នាក់លើបងប្អូនមានចាំទេនៅពេលដែលលោកតាន់កំសួរមានបញ្ហាមួយតាក់ទងនឹងការប្រឆាំងបាត់ល្មើសព្រៃឈើគឺខ្ទាស់គ្នាសម្ដីជាមួយនឹងអាជ្ញាធរកងរាជអាវុធហត្ថជាពិសេសនៅខេត្តកញ្ចេះរហូតតលតែមានរឿងនឹងកើតឡើងផ្ទុះទៅក៏មានសុំអន្តរាគមពីលោកផៃវណ្ណៈពេលដែលលោកផៃវណ្ណៈចូលខ្លួនមកគឺចាប់ផ្ដើមបរិហាឬក៏ជេរបតិចមេ PM មួយនៅខេត្តកញ្ចេះខ្ញុំមិនបាននិយាយថាមេ PM នឹងជាមនុស្សស្អាតស្អំយ៉ាងណាទេខ្ញុំគ្រាន់តែនិយាយថាបញ្ហាគឺនៅពេលដែលមានបញ្ហាពេលលោកកំសួរមានបញ្ហាគឺយកលោកផៃវណ្ណៈមកកាងហើយលោកផៃវណ្ណៈហ្នឹងនៅពេលដែលជេរបតិចមន្ត្រីកងរាជអាវុធហត្ថហ្នឹងធ្វើឲ្យកងរាជអាវុធហត្ថនៅប្រទេសហ្នឹងចាប់ផ្ដើមស្រោចគ្នាចេញលិខិតថ្កោលទោសអីឡាក់អញ្ចឹងទៅរហូតដល់ចុងក្រោយផ្សះផ្សាគ្នាសន្យាលុបវីដេអូលុបអីឈប់ជេរបតិចឈប់អីចឹងឡាក់ហើយដល់ពេលហើយអាបាត់ល្មើសតាក់ទងនឹងការដែលជាកម្មវត្ថុនៃអារឿងដែលកើតឡើងហ្នឹងគឺវាទៅស្ងាត់បាត់ជើងតែវាទៅដោះស្រាយតែជាបុគ្គលគាត់ថាអារឿងដោះស្រាយបុគ្គលមានចំណុចអាក្រក់ពីរទី1គឺវប្បធម៌អន្តរាគមចោះបើមានរឿងដូចលោកតាកំសួរមានរឿងអីជាមួយនឹងអាជ្ញាធរបញ្ហាជាក់ស្ដែងហេតុអីបានជាត្រូវទៅពឹងលើលោកផៃវណ្ណៈដើម្បីឲ្យមកអន្តរាគមហើយមកអន្តរាគមហេតុអីចោះប៉ូលីសទៅណាចោះក្រសួងយុតិធម៌នៅណាចោះតុលាការនៅណាចោះស្ថាប័នពាក់ព័ន្ធនៅក្នុងការដោះស្រាយបញ្ហានៅណាហេតុអីបានជាយករឿងបុគ្គលត្រូវរើគ្នាសុំកលុំគ្នាហើយស្រាប់តែចប់រឿងអស់មានហត្ថលេខាចុះសញ្ញាអីមួយអញ្ចឹងអាវប្បធម៌អន្តរាគមនេះវានៅងុំក្នុងសង្គមខ្មែរហ្នឹងគឺវាដោយសារបុគ្គលដែលមានឥទ្ធិពលហើយធ្វើអីប្រទេសផ្ដាស់អញ្ចឹងណាដល់អញ្ចឹងទៅវាជារូបភាពអាក្រក់មែនតើដែលមិនអាចឲ្យរដ្ឋាភិបាលដែលដឹកនាំក្រោមលោកហ៊ុនម៉ាណែតនេះនឹងធ្វើឲ្យប្រជាពលរដ្ឋទុកចិត្តទាល់តែសោះហើយនេះគឺជាការបំបាក់សេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធដឹកនាំរដ្ឋហើយដែលបំផ្លាញគឺបំផ្លាញដោយក្រុមឃោសនិករបស់រដ្ឋាភិបាលចាំបើខ្ញុំប្រាប់ឲ្យថាអស់លោកទាំងនេះសិតតអ្នកហែកស្លឹកឆ្នោតគណៈបកប្រជាជននឹងបំផ្លាញការជឿទុកចិត្តរបស់រដ្ឋាភិបាលបើទោះបីជាអាចមានថ្នាក់ដឹកនាំរដ្ឋាភិបាលនៅពីក្រោយខ្នងក៏ដោយប៉ុន្តែទង្វើបែបនេះគឺជាទង្វើបក់ផ្សែងអត់រួចភ្លើងចលនាផលគឺប្រទេសយើងនៅតែជាប្រទេសអាណាធិបតេយ្យរបៀបដឹកនាំហើយអត់ព្រមកែដដែលរឿងអាងខ្នងនេះអាងបាក់នេះអាងក្រុមនេះដដែលហើយបងប្អូនចិត្តតែសួរថាតើយើងអាចជំរះក្អែលដុសខាត់កាត់សាច់ស្អុយនឹងកាត់យ៉ាងម៉េចនិយាយ100ដងក៏គេមិនជឿដែរដោយសារយើងអត់ធ្វើអានេះឲ្យតែធ្វើឲ្យគេអត់ទុកចិត្តរដ្ឋាភិបាលដល់ពេលគេអត់ទុកចិត្តរដ្ឋាភិបាលដល់រឿងព្រំដែនក៏គេអត់ទុកចិត្តរដ្ឋាភិបាលដោយសារអីយើងអត់បានកសាងអា credit យើងឲ្យវាកាត់បន្ថយអាហ្នឹងហើយយើងអនុញ្ញាតឲ្យវាកើតឡើងនៅចំពោះមុខយើងអញ្ចឹងណាអានេះហើយដែលធ្វើឲ្យរដ្ឋាភិបាលបាត់សេចក្តីទុកចិត្តពីប្រជាពលរដ្ឋហើយបើយើងនៅបន្តធ្វើរឿងដដែលនេះហើយរំពឹងថាជាបានលទ្ធផលថ្មីបើតាមលោក Albert Einstein នេះគឺជាអំពើឈ្គួតលីលាបាទនេះខ្ញុំដកស្រង់តាមលោក Albert Einstein ទេហើយមកដល់ពេលនេះគឺដល់វេលាល្មមដែលបញ្ចប់បង្អែមខ្មែរមួយខ្ទះធំដោយនឹងបង្អែមអាមេរិកមួយខ្ទះធំទៀតបញ្ចប់នៅអ្វីដែលជាពាក់កាលពីយប់ម្សិលសន្មតត្រឹមចាប់ត្រឹមប៉ុណ្ណេះហើយសង្ឃឹមថាខ្ញុំសង្ឃឹមថានឹងមិនមានប្រតិកម្មអីពីក្រមគណៈបកប្រឆាំងឬក៏លោកសុខុមតាក់ទងនឹងរឿងខ្ញុំនិយាយអំពីចំហរបស់ខ្ញុំនៅក្នុងរឿងដែលកើតឡើងនឹងទេហើយក៏ខ្ញុំមិនចង់ស្ដាប់ការបកស្រាយអីវែងឆ្ងាយអីពីលោកសយសុភាពអីទៀតដែរសូមឲ្យគាត់បន្តការងារគាត់គាត់ថាសង្ឃឹមថាមេរៀននេះគឺជាបទពិសោធន៍ទាំងគណៈបកកណ្ដាលអំណាចទាំងសំទោសទាំងលោកសយសុភាពទាំងអ្នកផ្សេងទៀតដែលគ្រប់គ្រងគណៈបកប្រជាជនហើយនឹងរដ្ឋាភិបាលកម្ពុជានិងក្រុមខាងគណៈបកប្រឆាំងផងដែរបងប្អូនយើងទាំងអស់គ្នាមានភារកិច្ចជួយលើកស្ទួយជាតិយើងកុំសួរថាតើជាតិកម្ពុជាបានជួយអីដល់យើងត្រូវសួរយើងថាតើយើងម្នាក់បានជួយអីខ្លះហើយដល់ប្រទេសកម្ពុជាអ្នកខ្លះជួយនេះជួយនោះជួយហើយប៉ុន្តែកុំឲ្យនាំគ្នាជួយបាន10យើងមកទាញទម្លាក់4 5ឬក៏អីហ្នឹងវាធ្វើឲ្យអសទាចង់ធ្វើឲ្យស្មោះសរទាំងសិលធម៌សុជីវធម៌នៅក្នុងការនិយាយព័ត៌មានទាំងសិលធម៌សុជីវធម៌នៅក្នុងការជេរបន្តិចផ្ដាសាគ្នាសូមកាត់បន្ថយរកវិលមករកភាពថ្លៃថ្នូរជាខ្មែរដែលមានសិលធម៌អរិយធម៌ផូរផង់ឡើងវិញបងប្អូនយើងមានភារកិច្ចគ្រប់គ្នាក្នុងការជួយដូច្នេះបាទខ្ញុំមានសំណូមពរតែប៉ុណ្្នឹងឯងសូមបិណ្ឌបាត់តែប៉ុណ្្នឹងឯងបងប្អូនហើយក៏ខ្ញុំគ្មានតែមានទំនាស់បុគ្គលជាមួយអ្នកណាទាំងអស់ទាំងលោកសយសុភាពទាំងលោកសរិយសកុមនឹងអត់ទេអ្នកណាក៏អត់ជាសត្រូវរបស់ខ្ញុំដែរមិនថាជាគណៈបកប្រជាជនឬគណៈបកសង្គ្រោះជាតិឬគណៈបកណាទេខ្ញុំជាខ្មែរ
ប៉ុន្តែមនសិការរបស់ខ្ញុំគឺខ្ញុំស្រឡាញ់អំពើយុត្តិធម៌និងស្អប់ណាស់អំពើអយុត្តិធម៌ហើយក៏ស្អប់អំពើអសិលធម៌អគុណធម៌និងខ្វះសុជីវធម៌នោះដែរបាទអរគុណសូមជម្រាបលារាត្រីសួស្តីបងប្អូននៅប្រទេសកម្ពុជាអរុនសួស្តីបងប្អូននៅទីក្រុងឡុងប៊ិចនិងទីផ្សេងដែលថ្ងៃរះបាទសូមអរគុណច្រើនសូមជម្រាបលា